តាអ្នកដឹងទេថាពួកគេប្រមូលផលសម្បកឈើទេពីរូរបៀបដូចម្តេចដំបូងកសិករក៏សម្បកឈើចាស់ៗនៅខាងក្រៅនៃដើមទេពីរូចេញដោយប្រើកាំបិតពិសេសការងារនេះមិនត្រឹមតែធានានូវភាពស្អាតនៃសម្បកឈើប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងបំបត្តិភាពល្វីងចត់មួយចំនួនដែលធ្វើឲ្យរសជាតិវាកាន់តែសុទ្ធល្អបន្ទាប់មកគេវាស់សម្បកឈើនិងកាត់ប្រវែងវាឲ្យបានត្រូវតាមខ្នាតបន្ទាប់មកគេបុកវាចេញយ៉ាងប្រុងប្រយ័ត្នជីចោលនៅរាងជារង្វង់ហើយបំបែកវាជាដុំៗក្នុងអំឡុងពេលដំណើរការនេះអ្នកអាចនឹងធំក្លិនក្រអូបប្រហើររបស់វាពីចម្ងាយក្លិនវាក្រអូបខ្លាំងណាស់អ្នកនឹងឆ្ងល់ថាបន្ទាប់ពីបកសម្បករួចតើដើមឈើអាចនៅរស់បានទេចម្លើយគឺទេមិនអាចរស់បានឡើយរុក្ខជាតិនឹងមិនអាចរស់បានឡើយនៅពេលគេបកសម្បកវាអស់យ៉ាងដូច្នេះទោះជាយ៉ាងណាក៏ដោយឫសរបស់វានឹងដុះចេញនៅពន្លកថ្មីគឺវាដុះចេញពីគល់ឈើដែលនៅសេសសល់ដែលជាធម្មតាវាមានកម្ពស់នៅសល់ប្រហែល3 តឹកបន្ទាប់ពីលូតលាស់បានប្រហែល5 ឆ្នាំទើបគេអាចប្រមូលផលម្ដងទៀតដើមឈើដែលដុះថ្មីទាំងនេះនោះគឺជាដើមទេពីរូដែលជាធនធានកើតឡើងវិញដូច្នេះតើទេពីរូឬគ្រឿងទេសស៊ីណេម៉ុននេះគឺជាអ្វីគ្រឿងទេសស៊ីណេម៉ុនបានមកពីសម្បករុក្ខជាតិទេពីរូឬគេហៅថាវាថាដើមស៊ីណេម៉ុនវាគឺជាប្រភេទគ្រឿងទេសដ៏ចំណាស់បំផុតមួយនៅក្នុងពិភពលោកវាជាប្រភេទឈើស្ងួតដែលអាចបញ្ចេញនូវក្លិនយ៉ាងក្រអូបដ៏គួរឲ្យកក់ក្ដៅដែលធ្វើឲ្យវាក្លាយទៅជាគ្រឿងផ្សំដ៏ល្អឥតខ្ចោះសម្រាប់ការដុតនំនិងជាគ្រឿងទេសបន្ថែមដ៏ល្អសម្រាប់សាច់អាំងផងដែរ